តើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតរបស់អ្នកមិនមែនជារបស់អ្នកទៀតទេអ្នកភ្ញាក់ពីគេងរៀបចំខ្លួនទៅធ្វើអ្វីដែលគេប្រាប់ហើយនៅពេលយប់ចូលគេងអ្នកសួរខ្លួនឯងថាតើខ្ញុំកំពុងរស់នៅដើម្បីអ្នកណាមនុស្សជាច្រើនមិនដឹងថាពួកគេកំពុងត្រូវបានគ្រប់គ្រងមិនមែនដោយខ្សែចងឬទ្រង់ដែកនោះទេប៉ុន្តែដោយពាក្យសម្ដីការរំពឹងទុកការរិះគន់និងការភ័យខ្លាចក្នុងចិត្តប្រសិនបើអ្នកអនុញ្ញាតឲ្យអ្នកដទៃសម្រេចជំនួសអ្នកថាតើអ្នកគួររស់បែបណានោះអ្នកនឹងរស់ពេញមួយជីវិតដោយគ្មានសេរីភាពពិតប្រាកដថ្ងៃនេះយើងនឹងនិយាយអំពីរបៀបដកខ្លួនចេញពីការគ្រប់គ្រងរបស់អ្នកដទៃនិងក្លាយជាម្ចាស់ជីវិតរបស់ខ្លួនឯងផ្នែកទី1តើការគ្រប់គ្រងមានន័យដូចម្តេចមនុស្សជាច្រើនគិតថាការគ្រប់គ្រងគឺជាការបញ្ជាដោយផ្ទាល់ប៉ុន្តែជាក់ស្ដែងវាអាចកើតឡើងយ៉ាងស្ងៀមស្ងាត់ឧទាហរណ៍អ្នកចង់ចាប់ផ្ដើមអាជីវកម្មតែមិត្តភ័ក្តិនិយាយថាកុំធ្វើអីអ្នកមិនជោគជ័យទេអ្នកបោះបង់អ្នកចង់រៀនជំនាញថ្មីប៉ុន្តែមានអ្នកប្រាប់ថាចាស់ហើយរៀនមិនទាន់ទេអ្នកឈប់គិតពីវាអ្នកចង់និយាយការពិតប៉ុន្តែខ្លាចគេមិនពេញចិត្តចុងក្រោយអ្នកនៅស្ងៀមរាល់ពេលដែលអ្នកបោះបង់ការសម្រេចចិត្តរបស់ខ្លួនដោយសារតែខ្លាចមតិអ្នកដទៃនោះអ្នកកំពុងប្រគល់សិទ្ធិក្នុងការគ្រប់គ្រងជីវិតរបស់អ្នកទៅឲ្យគេផ្នែកទី2ហេតុអ្វីមនុស្សងាយត្រូវគេគ្រប់គ្រងមូលហេតុទី1គឺការចង់ឲ្យគេទទួលស្គាល់មនុស្សគ្រប់រូបចង់ឲ្យគេស្រឡាញ់និងទទួលយកប៉ុន្តែពេលយើងយកការទទួលស្គាល់របស់អ្នកដទៃមកធ្វើជាមូលដ្ឋាននៃតម្លៃខ្លួនឯងយើងនឹងបាត់បង់សេរីភាពមូលហេតុទី2គឺការភ័យខ្លាចការបដិសេធពេលអ្នកមិនហ៊ាននិយាយពាក្យទេអ្នកនឹងទទួលការងារលើសសមត្ថភាពទទួលការទាមទារដែលមិនសមហេតុផលនិងរស់នៅដោយនឿយហត់មូលហេតុទី3គឺការមិនស្គាល់តម្លៃខ្លួនឯងអ្នកដែលដឹងថាខ្លួនឯងមានតម្លៃនិងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់ឬបញ្ជាពួកគេដោយងាយឡើយផ្នែកទី3រឿងរបស់សុភាជាបុគ្គលិកការិយាល័យម្នាក់គាត់មានសមត្ថភាពប៉ុន្តែមិនដែលហ៊ានបដិសេធការងារបន្ថែមមិត្តរួមការងារសុំជំនួយគាត់យល់ព្រមថៅកែបន្ថែមការងារគាត់យល់ព្រមសាច់ញាតិសុំខ្ចីលុយគាត់យល់ព្រមមិត្តភ័ក្តិអញ្ជើញទៅកន្លែងដែលគាត់មិនចង់ទៅគាត់ក៏យល់ព្រមដែរក្រោយពីច្រើនឆ្នាំគាត់មានអារម្មណ៍ថាខ្លួនឯងអស់កម្លាំងបាក់ទឹកចិត្តនិងមិនស្គាល់ថាអ្វីជាក្តីស្រមៃពិតរបស់ខ្លួនថ្ងៃមួយគាត់បានសរសេរលើក្រដាសមួយថាតើខ្ញុំកំពុងរស់នៅដើម្បីខ្លួនឯងឬរស់នៅដើម្បីបំពេញការរំពឹងទុករបស់អ្នកដទៃសំណួរនេះបានក្លាយជាចំណុចផ្លាស់ប្ដូរជីវិតគាត់ចាប់ផ្ដើមកំណត់ព្រំដែនគាត់រៀននិយាយថាសូមទោសខ្ញុំមិនអាចធ្វើបានទេដោយការគោរពគាត់ចាប់ផ្ដើមចំណាយពេលសម្រាប់សុខភាពការអាននិងការរៀនជំនាញថ្មីប៉ុន្មានខែក្រោយមកគាត់មានទំនុកចិត្តជាងមុននិងមានអារម្មណ៍ថាជីវិតកំពុងត្រឡប់មកជារបស់ខ្លួនវិញផ្នែកទី4មេរៀនសំខាន់មនុស្សដែលគោរពព្រំដែនរបស់ខ្លួនមិនមែនជាមនុស្សអាត្មានិយមទេពួកគេគ្រាន់តែដឹងថាពេលវេលាធម៌ពលនិងជីវិតរបស់ខ្លួនមានតម្លៃអ្នកមិនចាំបាច់ពន្យល់គ្រប់ការសម្រេចចិត្តរបស់អ្នកទៅមនុស្សគ្រប់គ្នាទេអ្នកមិនចាំបាច់ឲ្យគេគ្រប់គ្នាពេញចិត្តអ្នកទេអ្វីដែលសំខាន់ជាងគេគឺការគោរពខ្លួនឯងនិងការរស់នៅស្របតាមគោលការណ៍របស់អ្នកសូមចាំថាមនុស្សដែលគ្រប់គ្រងអារម្មណ៍និងការសម្រេចចិត្តរបស់ខ្លួនបានគឺពិបាកណាស់ក្នុងការត្រូវអ្នកដទៃគ្រប់គ្រងសញ្ញាទាំង10ដែលបង្ហាញថាអ្នកកំពុងត្រូវបានអ្នកដទៃគ្រប់គ្រងបន្ទាប់ពីយើងបានយល់ថាការគ្រប់គ្រងមិនមែនមានតែការបញ្ជាដោយផ្ទាល់នោះទេឥឡូវនេះសូមសួរខ្លួនឯងថាតើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបនោះដែរឬទេមនុស្សជាច្រើនរស់នៅអស់ជាច្រើនឆ្នាំដោយមិនដឹងថាការសម្រេចចិត្តរបស់ខ្លួនត្រូវបានប៉ះពាល់ដោយអ្នកដទៃស្ទើរតែគ្រប់ពេលសញ្ញាទី1អ្នកខ្លាចនិយាយពាក្យថាទេពេលនរណាម្នាក់សុំជំនួយអ្នកយល់ព្រមភ្លាមទោះបីជាអ្នករវល់ឬនឿយហត់ក៏ដោយអ្នកមិនយល់ព្រមព្រោះអ្នកចង់ធ្វើទេប៉ុន្តែព្រោះអ្នកខ្លាចគេខឹងការនិយាយថាទេដោយការគោរពមិនមែនជាអំពើអាក្រក់ទេវាគឺជាការការពារពេលវេលានិងសុខភាពផ្លូវចិត្តរបស់អ្នកសញ្ញាទី2អ្នកសុំការអនុញ្ញាតពីគេគ្រប់រឿងមុននឹងទិញអ្វីមួយបដូរការងារចាប់ផ្ដើមអាជីវកម្មឬរៀនជំនាញថ្មីអ្នកតែងតែរងចាំឲ្យអ្នកដទៃយល់ព្រមជាមុន
យោបល់ពីអ្នកដទៃអាចមានប្រយោជន៍ប៉ុន្តែការសម្រេចចិត្តចុងក្រោយគួរតែជារបស់អ្នកសញ្ញាទី3អ្នកខ្លាចការរិះគន់មនុស្សខ្លះមិនហ៊ានចាប់ផ្ដើម YouTube មិនហ៊ានបើកអាជីវកម្មឬមិនហ៊ានបញ្ចេញគំនិតព្រោះខ្លាចមានអ្នករិះគន់ប៉ុន្តែអ្នកគួរចាំថាមនុស្សជោគជ័យគ្រប់រូបសុទ្ធតែធ្លាប់ត្រូវគេរិះគន់ការរិះគន់មិនអាចបញ្ឈប់អ្នកបានទេលុះត្រាតែអ្នកអនុញ្ញាតឲ្យវាបញ្ឈប់អ្នកសញ្ញាទី4អ្នកផ្លាស់ប្ដូរខ្លួនឯងដើម្បីផ្គាប់ចិត្តគេអ្នកធ្វើជាមនុស្សម្នាក់នៅមុខមិត្តភ័ក្តិហើយធ្វើជាមនុស្សម្នាក់ទៀតនៅមុខគ្រួសារអ្នកលាក់អត្តសញ្ញាណពិតរបស់ខ្លួនព្រោះខ្លាចគេមិនទទួលយកមនុស្សដែលរស់ដោយពាក់របាំងគឺនឿយហត់ជាងគេសញ្ញាទី5អ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃបើគ្មានការសរសើរបើគេមិនសរសើរអ្នកបាក់ទឹកចិត្តបើគេមិនចុច like ឬ comment អ្នកគិតថាខ្លួនឯងបរាជ័យនេះមានន័យថាអារម្មណ៍របស់អ្នកកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃសញ្ញាទី6អ្នកមិនដែលមានពេលសម្រាប់ខ្លួនឯងអ្នកជួយមនុស្សគ្រប់គ្នាប៉ុន្តែមិនដែលថែរក្សាខ្លួនឯងអ្នកធ្វើឲ្យអ្នកដទៃសប្បាយចិត្តប៉ុន្តែខ្លួនឯងអស់កម្លាំងមនុស្សដែលមិនថែខ្លួនឯងមិនអាចជួយអ្នកដទៃបានយូរទេសញ្ញាទី7អ្នករស់នៅតាមស្តង់ដាររបស់សង្គមអ្នកទិញរបស់ថ្លៃព្រោះខ្លាចគេថាក្រអ្នកខ្ចីលុយដើម្បីបង្ហាញថាជោគជ័យជីវិតបែបនេះមិនមែនជាជីវិតរបស់អ្នកទេសញ្ញាទី8អ្នកមិនស្គាល់គោលដៅរបស់ខ្លួនអ្នកធ្វើការងារដែលមិនស្រឡាញ់អ្នករស់តាមការចង់បានរបស់អ្នកដទៃអ្នកមិនធ្លាប់សួរខ្លួនឯងថាតើខ្ញុំពិតជាចង់បានអ្វីសញ្ញាទី9អ្នកតែងតែមានអារម្មណ៍ថាខ្លួនឯងខុសទោះបីអ្នកមិនបានធ្វើអ្វីខុសក៏ដោយអ្នកនៅតែសុំទោសអ្នកខ្លាចធ្វើឲ្យគេមិនសប្បាយចិត្តការសុំទោសគួរតែប្រើនៅពេលដែលអ្នកពិតជាធ្វើខុសមិនមែនគ្រប់ពេលនោះទេសញ្ញាទី10អ្នកភ័យខ្លាចការរស់នៅតែម្នាក់ឯងអ្នកនៅជាមួយមនុស្សដែលមិនគោរពអ្នកព្រោះខ្លាចឯកោប៉ុន្តែពេលខ្លះការនៅម្នាក់ឯងមានសន្តិភាពជាងការនៅជាមួយមនុស្សដែលតែងតែគ្រប់គ្រងអ្នកផ្នែកទី6រឿងរបស់តារាជាបុរសវ័យ32ឆ្នាំគាត់ធ្វើការនៅក្រុមហ៊ុនមួយជាង8ឆ្នាំគាត់ចង់លាឈប់ហើយចាប់ផ្ដើមអាជីវកម្មតូចមួយប៉ុន្តែរាល់ពេលដែលគាត់និយាយពីគម្រោងនេះមានមនុស្សប្រាប់ថាកុំប្រថុយបើបារីជ័យវិញអ្នកមិនអាចធ្វើបានទេដោយសារតែពាក្យទាំងនេះតារាពន្យាពេលអស់ជាច្រើនឆ្នាំថ្ងៃមួយគាត់បានជួបគ្រូម្នាក់គ្រូនោះសួរគាត់តែមួយសំណួរតើអ្នកកំពុងរស់នៅក្នុងជីវិតរបស់អ្នកឬកំពុងរស់នៅក្នុងការភ័យខ្លាចរបស់អ្នកដទៃសំណួរនោះធ្វើឲ្យគាត់ស្ងប់ស្ងាត់គាត់ចាប់ផ្ដើមស្រាវជ្រាវរៀនជំនាញថ្មីនិងរៀបចំផែនការយ៉ាងម៉ត់ចត់មួយឆ្នាំក្រោយមកគាត់បើកអាជីវកម្មតូចមួយដំបូងវាពិបាកមានខាតមានការលំបាកនិងមានអ្នកសើចចំអកប៉ុន្តែគាត់មិនឈប់ទេ3ឆ្នាំក្រោយមកអាជីវកម្មរបស់គាត់អាចផ្គត់ផ្គង់គ្រួសារបានយ៉ាងល្អគាត់និយាយថាឧបសគ្គធំបំផុតមិនមែនទីផ្សារទេវាគឺជាការអនុញ្ញាតឲ្យពាក្យរបស់អ្នកដទៃគ្រប់គ្រងចិត្តរបស់ខ្ញុំសារសំខាន់អ្នកមិនអាចគ្រប់គ្រងអ្វីដែលមនុស្សនិយាយបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងថាតើអ្នកនឹងជឿពាក្យទាំងនោះឬអត់នៅពេលអ្នកឈប់ស្វែងរកការទទួលស្គាល់ពីមនុស្សគ្រប់គ្នាអ្នកនឹងចាប់ផ្ដើមរស់នៅដោយសេរីភាពពិតប្រាកដ